សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមស្នេហ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅព្រឹកថ្ងៃទី15ខែមករាឆ្នាំ2026នេះក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC រវាងយុទ្ធភូមិភាគទី4ភាគីកម្ពុជានិងកងទ័ពភូមិភាគទី2ភាគីថៃបានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំសាងាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមស្នេហ៍ត្រីនិតណារុងនាយសេនាធិការរងយុទ្ធភូមិភាគទី4និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយឧត្តមស្នេហ៍ត្រីកម្មផាណាវ៉ាផាន់សុនាយសេនាធិការកងទ័ពភូមិភាគទី2ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗមួយចំនួនលើការពង្រឹងការអនុវត្តនៅខ្លឹមសារសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមគូសបញ្ជាក់សារជាថ្មីពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ម៉ត់ចត់ស្មោះត្រង់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួនបំផុតនៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតសម្ដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីយុត្តិធម៌និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃប្រហ័ស12រោចខែបុស្សឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី15ខែមករាឆ្នាំ2026